រីល្អមិនអាចបំភ្លេចបានក្នុងធីមរបស់ខ្ញុំគាត់បកកាយកាយវិការការនិយាយស្ដីក៏មិនក៏មកញោះគាត់គឺគាត់អត់ប្រកាន់ច្រើនទេចេះសាមគ្គីគ្នាពោពេញទៅដោយក្តីស្រឡាញ់សហការគ្នាបានល្អមិនដាយចោលគ្នាកែដេញខំរត់ចោលគ្នាអស់លេងសម្រាប់ក្នុងឆ្នាំនេះក្នុងក្រុមខ្ញុំអ្នកដែលជួយខ្ញុំច្រើនជាងគេគឺបងគឹមឡាយព្រោះគាត់តែងតែជួយថតវីដេអូខ្ញុំហើយពួកខ្ញុំតែងតែទៅទទួលអតិថិជនជាមួយគ្នាអ្នកដែលជួយខ្ញុំច្រើនជាងគេគឺលីសានៅពេលដែលខ្ញុំរវល់ឬក៏ខ្ញុំអត់នៅគាត់តែងតែជួយទទួលអតិថិជនឲ្យខ្ញុំគាត់ជួយថតវីដេអូឲ្យខ្ញុំនិងជួយដោះស្រាយបញ្ហាងាយៗនៅក្នុងការងារជាមួយគ្នាបងស្រីកាគាត់តែងតែលើកទឹកចិត្តជួយជ្រោមជ្រែងនិងផ្ដល់យោបល់ល្អៗមកឲ្យខ្ញុំអ្នកដែលជួយខ្ញុំបានច្រើនជាងគេបំផុតគឺបងឆៃគាត់តែងតែជួយថតវីដេអូស្អាតៗឲ្យខ្ញុំតែងតែជួយជ្រោមជ្រែងផ្ដល់ជាកម្លាំងចិត្តនិងលើកទឹកចិត្តខ្ញុំអ្នកដែលពូកែបកភាពសប្បាយរីករាយនៅក្នុងក្រុមជាងគេគឺសេណុចមូលហេតុគឺគាត់មានសំណួរច្រើនហើយតែយើងអត់ឆ្លើយខឹងសេណុចនៅពេលដែលមានវត្តមានគាត់មានអារម្មណ៍ថាសប្បាយដោយសារគាត់បកកាយកាយវិការការនិយាយស្ដីក៏មិនក៏មកមែនតើធ្វើពួកខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តពេលមានគាត់បងសម្បត្តិគាត់តែងតែនិយាយរឿងកំ pl ែងក៏ដូចជាញោះគាត់គឺគាត់អត់ប្រកាន់ច្រើនទេហើយជាពិសេសគឺគាត់តែងតែនិយាយរឿងក្នុងចិត្តមកប្រាប់ឲ្យពួកខ្ញុំថាឲ្យគាត់វិញហើយគាត់អត់ប្រកាន់គឺបងគឹមគាត់ចូលចិត្តនិយាយកំ pl ែងតែទឹកមកគាត់ស្ងួតគួរចង់សើចអនុស្សាវរីយ៍ល្អមិនអាចបំភ្លេចបានក្នុងធីមរបស់ខ្ញុំគឺចេះសាមគ្គីគ្នានិងស្រឡាញ់គ្នាដូចបងប្អូនអនុស្សាវរីយ៍ល្អបំផុតដែលជាមួយធីមអត់អាចភ្លេចបានហ្នឹងគឺ Team Building Marketing Team ពីល្ងាចឡើងគឺស្រឡាញ់គ្នាស្អិលល្មួតតែស្អែកឡើងឆ្កែដេញខំរត់ចោលគ្នាអស់លេងអនុស្សាវរីយ៍ល្អបំផុតជាមួយនឹងក្រុមការងារដែលខ្ញុំអាចភ្លេចបាននោះគឺកម្មវិធីដែលពួកខ្ញុំបង្កើតជុំគ្នាគឺ Selling Love ហើយពេលនោះគឺសប្បាយខ្លាំងមែនតើដោយសារយើងមានញ៉ាំអាហារសាមគ្គីរួមគ្នាហើយសំខាន់គឺល្ងាចឡើងនាំគ្នាលេងទឹកក្នុងអាងទឹកនិយាយរឿងក្នុងចិត្តនិយាយទៅគឺជាកម្មវិធីមួយដែលខ្ញុំមិនអាចភ្លេចបានទេអនុស្សាវរីយ៍ដែលក្រុមខ្ញុំមិនអាចបំភ្លេចបាននៅពេលដែលមានអីញ៉ាំជុំគ្នាមិនដាយចោលគ្នានិងចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមឲ្យគ្នាទៅវិញទៅមកបើឲ្យខ្ញុំរៀបរាប់ពីក្នុងក្រុមរបស់ខ្ញុំគឺចេះការពារគ្នានិងចេះចែករំលែកចេះរួបរួមនិងសហការគ្នាបានល្អពាក្យខ្លីៗគឺជ្រោមជ្រែងគ្នានិងពោពេញទៅដោយក្តីស្រឡាញ់ពួកយើងទាំងអស់គ្នាមានភាពមោះមុតសហការគ្នាបានល្អនិងមានភាពច្នៃប្រឌិតសម្រាប់ពាក្យក្នុងចិត្តរបស់ខ្ញុំទៅក្រុមការងាររបស់ខ្ញុំគឺមានតែការអរគុណចំពោះការជំរុញនិងការជ្រោមជ្រែងជាមួយនឹងការផ្ដល់យោបល់ឲ្យខ្ញុំដំបូងគេទៅកាន់ធីមរបស់ខ្ញុំគឺបងវិណាគាត់តែងតែឈរនៅខាងក្រោយខ្នងខ្ញុំហើយតែងតែជ្រោមជ្រែងរាល់ការងាររបស់ខ្ញុំកន្លងមកទី2គឺក្រុមការងារតែងតែផ្ដល់ស្នាមញញឹមមកឲ្យខ្ញុំជានិច្ចមិនថាកលៈទេសៈមួយណាទី3គឺក្រុមហ៊ុន ML មកូរ៉េធីគាត់បានផ្ដល់ឱកាសការងារមកឲ្យខ្ញុំដល់សប្តាហ៍ថ្ងៃនេះខ្ញុំពិតជាដឹងគុណនិងសូមអរគុណជាពិសេសទៅកាន់ក្រុមហ៊ុន ML មកូរ៉េធីពាក្យរកចិត្តឲ្យខ្ញុំចង់និយាយទៅកាន់ធីមទី1គឺអរគុណដល់បងវីណាដែលបងបានជួយណែនាំនិងជួយជំរុញខ្ញុំកន្លងមកសម្រាប់ទី2គឺអរគុណដល់ក្រុមការងារពួកគាត់តែងតែណែនាំនិងប្រាប់ពីវិធីល្អៗហើយនឹងជួយជំរុញសហការគ្នាល្អទៅក្រុមការងារទី1គឺបងវិណាគាត់មិនត្រឹមតែជាមេនិងជាបងស្រីដ៏ល្អម្នាក់ទេដែលតែងតែជួយជុំជ្រែកនិងផ្ដល់ដំណោមានល្អៗដល់រូបខ្ញុំទី2អរគុណដល់ក្រុមការងារមានក្តីស្រឡាញ់ចេះចែករំលែកនិងចេះជួយគ្នាទៅវិញទៅមកទី3គឺអរគុណដល់ក្រុមហ៊ុនដែលតែងតែផ្ដល់ឱកាសការងារដល់រូបខ្ញុំអរគុណអ្នកទាំងអស់គ្នាឆ្នាំថ្មីកម្លាំងចិត្តថ្មីជោគជ័យថ្មីហើយក៏សូមអរគុណអតិថិជនដែលតែងតែគាំទ្រគ្រប់គម្រោងទាំងអស់របស់ក្រុមហ៊ុន ML មកូរ៉េធីសូមជូនពរលោកអ្នកក្នុងឆ្នាំថ្មីនេះឲ្យជួបប្រទះតែសុភមង្គលក្នុងគ្រួសារសុខសុវត្ថិភាពសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចស្វាស្តីឆ្នាំថ្មីយេបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល